បាទសូមជម្រាបសួរដល់បងប្អូនខ្មែររួមជាតិទាំងអស់ជាទីរាប់អានថ្ងៃនេះជាថ្ងៃទី2ខែ7ឆ្នាំ2025ថ្ងៃនេះចង់មកនិយាយអំពីរឿងវិវាទព្រំដែនកម្ពុជានិងថៃដោយសារស្ដាប់ព័ត៌មានថៃនិងស្ដាប់ព័ត៌មានខ្មែរយើងវាតាមការវិភាគស្ដាប់ទៅព័ត៌មានប្រទេសថៃផ្សេងព័ត៌មានប្រទេសខ្មែរយើងផ្សេងវាស្ដាប់ទៅដូចជាគោលការណ៍ខុសគ្នាថៃគឺជាព័ត៌មានវាបំភ្លៃទៅផ្សេងអញ្ចឹងទៅកម្ពុជាយើងគឺព័ត៌មានផ្សេងពីថៃអញ្ចឹងទៅវាធ្វើឲ្យមានការជជែកគ្នាមិនចូលទៅជារឿងខ្លួនអញ្ចឹងបណ្ដាឲ្យមករឿងកាន់តែវែងឆ្ងាយដូចជារឿងបញ្ហាមួយដែលធំរឿងបែកធ្លាយសារសម្លេងនាយករដ្ឋមន្ត្រីថៃផែថងឋានជាមួយសម្ដេចដេជោហ៊ុនសែនយើងដែលបងឃ្លាំងហួតគាត់បានបកប្រែដោយសារខ្ញុំចេះភាសាថៃបានខ្លះដែលខ្ញុំស្ដាប់នៅក្នុងន័យដែលបងឃ្លាំងហួតគាត់ប្រែជាភាសាខ្មែរទៅថៃនោះគាត់និយាយអត់សូវចំចំណុចភាសារបស់សម្ដេចដេជោហ៊ុនសែនទេដោយសារពាក្យខ្លះគាត់និយាយទៅរ៉ាយរ៉ាប់របៀបថាឲ្យបានយល់សេចក្តីចឹងទេធ្វើឲ្យខាងនាយករដ្ឋមន្ត្រីផែថងឋានគាត់ស្ដាប់ន័យអត់យល់ពីសម្ដេចចឹងបានមានការឆ្លោះវិវាទគ្នា មានការយល់ច្រឡំគ្នាចឹងជារឿងមួយចឹងទៅហើយរឿងព័ត៌មាននៅក្នុងប្រទេសថៃតាមទូរទស្សន៍ថៃសារព័ត៌មានថៃធំដូចជាពួកជ្រុលនិយមប្រទេសថៃផ្សេងគណៈបព្វឆាំងថៃចឹងគាត់និយាយព័ត៌មានសម្ដីមកផ្សេងចឹងទៅហើយខាងភូមិភាគ2ថៃក៏មានផ្សេងចឹងទៅហើយខាងអ្នកវិភាគថៃនោះក៏ទៅផ្សេងផ្លូវមួយផ្សេងចឹងទៅហើយខាងនាយករដ្ឋមន្ត្រីថៃផែថងឋានក៏គាត់ផ្សេងទៅចឹងនឹងជារឿងមួយអវល់វល់ពួកប្រទេសទាំងពីរប្រជាជនទាំងពីរជាពិសេសខាងផ្នែកកសិកម្មកសិផលរបស់កម្ពុជានិងថៃចឹងទៅគាត់មានការរងគ្រោះប៉ះពាល់ដោយពួកអ្នកធំដឹកនាំប្រទេសថៃក៏ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកវត្តព្រំដែនខ្មែរថៃ